នៅថ្ងៃនេះគឺយើងនឹងធ្វើដំណើរត្រឡប់ទៅមើលប្រវត្តិសាស្ត្រនិងការវិវត្តដ៏អស្ចារ្យបំផុតមួយនៅលើពិភពលោកតើកោះតូចមួយដែលមានធនធានធម្មជាតិស្ទើរតែស្មើសូន្យអាចប្រែក្លាយខ្លួនពីប្រទេសកសិកម្មដ៏ក្រីក្រទៅជាមជ្ឈមណ្ឌលបច្ចេកវិទ្យានិងជាសរសៃឈាមសេដ្ឋកិច្ចពិភពលោកដែលមិនអាចខ្វះបានដោយរបៀបណានេះគឺជាអត្បូតហេតុសេដ្ឋកិច្ចតៃវ៉ាន់ដើម្បីយល់ច្បាស់យើងនឹងបែងចែកដំណើរមួយនេះគឺជា3ដំណាក់កាលសំខាន់ផ្នែកទី1ពីគំនរបីបាក់ក្រោយសង្គ្រាមទៅកាន់កំណែទម្រង់កសិកម្មនៅក្រោយសង្គ្រាមលោកលើកទី2និងការដកថយរបស់រដ្ឋាភិបាលគូមីងតានមកកាន់កោះតៃវ៉ាន់នៅក្នុងឆ្នាំ1949សេដ្ឋកិច្ចតៃវ៉ាន់ស្ថិតនៅក្នុងស្ថានភាពខ្ទេចខ្ទាំទាំងស្រុងអតិផរណាបានកើនឡើងយ៉ាងខ្លាំងហើយប្រជាជនភាគច្រើនជាកសិករក្រីក្រប៉ុន្តែចំណុចរបត់ដំបូងបានធ្វើឡើងតាមរយៈកំណែទម្រង់ដីធ្លីរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយមួយដែលមានឈ្មោះថាដីធ្លីត្រូវតែជារបស់អ្នកភ្ជួររាស់ដោយមិនបានទិញដីធ្លីពីម្ចាស់ដីធំរួចបែងចែកទៅឲ្យកសិករក្រីក្រជាការដោះដូរម្ចាស់ដីទាំងនោះបានទទួលបានភាគហ៊ុននៅក្នុងសហគ្រាសរដ្ឋគោលនយោបាយនេះទទួលបានភាពជោគជ័យយ៉ាងត្រចះត្រចង់ដោយវាបានបង្កើនទិន្នផលកសិកម្មយ៉ាងគំហុកនិងជួយឲ្យប្រជាជនមានហូបចុកគ្រប់គ្រាន់នៅពេលកសិកម្មរឹងមាំតៃវ៉ាន់មិនបានឈប់ត្រឹមនឹងទេពួកគេបានប្រើប្រាស់ប្រាក់ចំណេញពីវិស័យកសិកម្មនិងជំនួយពីសហរដ្ឋអាមេរិកដើម្បីបង្កើតឧស្សាហកម្មធុនស្រាលដូចជារោងចក្រកាត់ដេរនិងការច្នៃប្រហូបអាហារជាដើមនេះគឺជាយុទ្ធសាស្ត្រផលិតជំនួសការនាំចូលនៅក្នុងគោលបំណងកាត់បន្ថយការរំពឹងផ្អែកទៅលើទំនិញពីបរទេសនិងការបង្កើតការងាររាប់លានកន្លែងដល់ប្រជាជនផ្នែកទី2អភូតហេតុសេដ្ឋកិច្ចនិងយុគសម័យនៃការនាំចេញឈានចូលដល់ទសវត្សរ៍នៅក្នុងឆ្នាំ1960ទីផ្សារនៅក្នុងស្រុករបស់តៃវ៉ាន់ចាប់ផ្ដើមតូចចង្អៀតរដ្ឋាភិបាលបានដឹងថាបើចង់បានគឺត្រូវតែលក់ទំនិញទៅក្រៅប្រទេសនេះគឺជាពេលដែលតៃវ៉ាន់ផ្លាស់ប្ដូរយុទ្ធសាស្ត្រទៅជាឧស្សាហូបនីយកម្មតម្រង់ទិសនាំចេញតៃវ៉ាន់បានបង្កើតតំបន់កែច្នៃសម្រាប់ការនាំចេញដំបូងគេបង្អស់នៅតំបន់ Kaohsiung ដែលទាក់ទាញវិនិយោគិនបរទេសតាមរយៈការលើកលែងពន្ធនិងកម្លាំងពលកម្មដែលមានតម្លៃថោកប៉ុន្តែមានវិន័យនិងជំនាញរោងចក្ររាប់ម៉ឺនត្រូវបានបង្កើតឡើងដែលភាគច្រើនជាសហគ្រាសធុនតូចនិងមធ្យមសហគ្រាសទាំងនេះមានភាពបត់បែនខ្ពស់និងអាចផលិតអ្វីៗគ្រប់យ៉ាងចាប់ពីប្រដាប់ក្មេងលេងស្បែកជើងកង់រហូតដល់គ្រឿងបន្លាស់អេឡិចត្រូនិកនិងបោះត្រា Made in Taiwan លក់ពេញពិភពលោកនៅក្នុងចន្លោះទសវត្សរ៍60ដល់80សេដ្ឋកិច្ចតៃវ៉ាន់លូតលាស់នៅក្នុងអត្រាជាមធ្យមជិត 10% នៅក្នុងមួយឆ្នាំដែលធ្វើឲ្យពិភពលោកដាក់ប្រហាសនាមកោះមួយនេះថាជាខ្លាសេដ្ឋកិច្ចមួយនៅក្នុងចំណោមខ្លាសេដ្ឋកិច្ចទាំង4នៅអាស៊ីរួមមានតៃវ៉ាន់សិង្ហបុរីកូរ៉េខាងត្បូងនិងហុងកុងផ្នែកទី3មហាអំណាចបច្ចេកវិទ្យានិងបន្ទះឈីបនៅពេលដែលកម្រិតជីវភាពប្រជាជនកើនឡើងប្រាក់ឈ្នួលពលកម្មក៏លែងថោកដូចមុនតៃវ៉ាន់មិនអាចប្រកួតប្រជែងការផលិតទំនិញតម្លៃថោកជាមួយប្រទេសផ្សេងទៀតដូច្នេះពួកគេត្រូវតែវិវត្តខ្លួនម្ដងទៀតដោយងាកទៅរកឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់នៅក្នុងឆ្នាំ1980រដ្ឋាភិបាលបានបង្កើតសួនវិទ្យាសាស្ត្រ Hsinchu Park ដែលប្រៀបបានទៅនឹង Silicon Valley របស់តៃវ៉ាន់ដោយទាក់ទាញវិស្វករពូកែដែលរៀនចប់ពីអាមេរិកឲ្យត្រឡប់មកវិញចំណុចកំពូលនៃការផ្លាស់ប្ដូរនេះគឺការបង្កើតក្រុមហ៊ុន TSMC Taiwan Semiconductor Manufacturing Company នៅក្នុងឆ្នាំ1987ដោយលោក Maurice Chang
TSMC បានផ្លាស់ប្ដូរទម្រង់ឧស្សាហកម្មពិភពលោកដោយផ្ដោតទៅលើការផលិតបន្ទះ chip ឲ្យក្រុមហ៊ុនផ្សេងៗ Foundry Model ដោយមិនមានការ design chip ខ្លួនឲ្យឡើយបច្ចុប្បន្នតៃវ៉ាន់គឺជាអ្នកគ្រប់គ្រងនៃការផលិតបន្ទះ chip កម្រិតខ្ពស់ Advanced Semiconductor ដែលច្រើនជាង 60% នៃទីផ្សារពិភពលោកទាំងមូល Smartphone, Computer, រថយន្តអគ្គិសនី និងប្រព័ន្ធបញ្ញាសិប្បនិម្មិត AI ដែលពិភពលោកកំពុងតែប្រើប្រាស់គឺពឹងផ្អែកយ៉ាងខ្លាំងទៅលើបន្ទះ chip ពីតៃវ៉ាន់ សេដ្ឋកិច្ចដែលពឹងផ្អែកលើបច្ចេកវិទ្យានេះបានធ្វើឲ្យតៃវ៉ាន់ក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់និងជាចំណុចកណ្ដាលនៃភូមិសាស្ត្រនយោបាយពិភពលោកទោះបីបច្ចុប្បន្នតៃវ៉ាន់ត្រូវប្រឈមមុខនឹងភាពតានតឹងផ្នែកនយោបាយជាមួយចិនការប្រកួតប្រជែងជាសកលនិងបញ្ហាកង្វះកម្លាំងពលកម្មដោយសារអត្រាកំណើតធ្លាក់ចុះក៏ដោយក៏កោះមួយនេះនៅតែជាសរសៃឈាមសេដ្ឋកិច្ចសកលដែលរឹងមាំបំផុតសរុបពីការធ្វើកំណែតម្រង់ដីធ្លីការពង្រីកការនាំចេញរហូតដល់កត្តាការក្តោបក្តាប់បច្ចេកវិទ្យាបន្ទះ chip ដំណើរសេដ្ឋកិច្ចតៃវ៉ាន់គឺជាមេរៀននៃការសម្របខ្លួនការមើលឃើញវែងឆ្ងាយនិងការខិតខំប្រឹងប្រែងឥតឈប់ឈរតើបងប្អូនទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះភាពជោគជ័យមួយនេះសូមបញ្ចេញមតិនៅក្នុងវីដេអូមួយនេះនៅខាងក្រោមហើយកុំភ្លេច like share និង subscribe ដើម្បីទទួលបានវីដេអូចំណេះដឹងថ្មីៗជាបន្តទៀតសូមអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយ